រឿងកំ pl ែងមហាសំណើចយៈរំខ្មោចរត់ពួកយើងជាយ៉ាងសម័យថ្មីកុំគិតអាឡ័យពីរឿងសោកសៅគិតតែសប្បាយទៅយើងនាំគ្នារាំឲ្យអស់ដៃពួកយើងជាខ្មោចនាំគ្នារត់បើយើងមិនរត់យ៉ាងជន់ខានចាប់ជាតិការណាត់ជួបខុសបច្ចេកទេសសកាលពីព្រេងនាយមានភូមិមួយឈ្មោះថាភូមិសបាយដាច់ផ្ងានៅក្បែរភូមិនោះមានព្រៃជ្រៅមួយដែលល្បីថាមានពួកយក្សស្នាក់នៅខាងកើតហើយពួកខ្មោចស្នាក់នៅខាងលិចជាធម្មតាយក្សនិងខ្មោចមិនដែលជួបគ្នាទេព្រោះយក្សដេកថ្ងៃរំយប់ចំណែកខ្មោចវិញចេញឡងយប់ដេកថ្ងៃរឿងរ៉ាវផ្ដើមឡើងនៅយប់ថ្ងៃសេលមួយខណៈដែលស្ដេចយក្សឈ្មោះអាធំនឹកឃ្លានចង់រាំលេងកំសាន្តក៏បញ្ជាឲ្យកូនចៅរៀបចំចាក់ធុងបាសបំពងសំឡេងកម្រិត 10000 វ៉ាត់នៅកណ្ដាលព្រៃយក្សរាំបំបែកក្បាច់ពួកយក្សមិនមែនរាំតាមចង្វាក់រាំវង់ធម្មតាទេគឺពួកគេចូលចិត្តរាំចង្វាក់យក្សញាក់ Jam Dubstep អាធំស្ដេចយក្សណែកូនចៅបើកភ្លេងឲ្យខ្លាំងមកយប់នេះយើងត្រូវរាំឲ្យរញ្ជួយដីកុំឲ្យចាញ់ពួកមនុស្សក្នុងភូមិកូនចៅយក្សបាត់មេរៀបចំរួចរាល់ហើយគ្រាន់តែភ្លេងចាក់ភ្លាមពួកយក្សរាប់រយក្បាលចាប់ផ្ដើមរាំគ្រវីក្បាលលោតកញ្ជ្រោបោកខ្លួនចុះឡើងសំឡេងជើងយក្សជន់ដេលសូដប់រញ្ជួយដល់ភពខ្មោចដែលនៅក្បែរនោះខ្មោចរត់ប្រលឹងចុងសក់នៅផ្នែកខាងលិចព្រៃពួកខ្មោចកំពុងតែរៀបចំធ្វើខ្លួនចេញទៅលងមនុស្សតាមទម្លាប់ខ្មោចតៃហោងកំពុងលាបំសៅឲ្យសឯកខ្មោចជើងកងកំពុងហាត់ដើរថយក្រោយស្រាប់តែក្រាំងដីចាប់ផ្ដើមរញ្ជួយដាំឈើបាក់រលំភក់ហូរចូលរហូតដល់ក្នុងឈូសខ្មោចអាត្រឺបងធំរញ្ជួយដីមែនទេឬមួយមានគេមកដុតព្រៃយើងស្ដេចខ្មោចអាឆ្អឹងមិនមែនទេសំឡេងនេះដូចជាយក្សកំពុងរាំឌីស្កូគ្រាន់តែឃើញពួកយក្សរាំហក់មកជិតដល់ព្រំដែនខ្មោចពួកខ្មោចភ័យស្លន់ស្លោព្រោះខ្លាចយក្សជន់សំប៉ែតព្រោះខ្មោចខ្លាចយក្សជន់ជាងខ្លាចអាវុធខ្មោចស្រីស្អាតអីយ៉យមើលយក្សនោះរាំចុះក្រវីក្បាលដាច់ចេញពីស្មាបាត់ហើយអាឆ្អឹងរត់វើយបើមិនរត់ទេយក្សជន់យើងធ្វើជាកំរើព្រំមិនខានមហាសំណើចកណ្ដាលព្រៃទិដ្ឋភាពពេលនោះគឺពួកយក្សកំពុងរំបិទភ្នែកក្រវីពោះវៀនសបាយដាច់ផ្ងាមិនដឹងថាខ្លួនឯងកំពុងជន់ក្បាលខ្មោចទេពួកខ្មោចខ្លះហោះខ្លះរត់ខ្លះមូមុងរត់ទាំងយប់ខ្មោចខ្លះភ័យពេករត់ទៅបុកដើមឈើដួលផ្ងាជើងសន្លប់ទាំងជាខ្មោចមានខ្មោចម្នាក់ឈ្មោះអាញ៉ក់ភ័យពេករត់ទៅពួនក្នុងឈូសហើយបិទគ្រប់ចិត្តស្រាប់តែយក្សម្នាក់រំផ្លាត់ជើងមកអង្គុយលើមឈូសនោះខាងមឈូសបែកតិចអាញ៉ក់ចេញមកក្រៅភ្នែកស្លេកស្លាំងយ៉ាអូសុំទោសបងខ្មោចខ្ញុំរំជក់ពេកភ្លេចមើលក្រោមខ្មោចអាញ៉ក់មិនអីទេបងយ៉ាគ្រាន់តែឥឡូវខ្ញុំលែងចង់ធ្វើខ្មោចហើយចង់ទៅរៀនរំដែរតាំងពីយប់នោះមកនៅក្នុងព្រៃនោះលែងមានខ្មោចឡងទៀតហើយព្រោះឲ្យតែដល់ម៉ោងខ្មោចចេញពួកយក្សចាប់ផ្ដើមចាក់ធុងបាសរាំបែកផ្សែងខ្មោចទាំងអស់សម្រាប់ចិត្តដូរទីលំនៅទៅរស់នៅភ្នំស្ងាត់ជ្រងំវិញព្រោះខ្លាចដាច់ផ្ងាដោយសារក្បាច់រាំរបស់ពួកយក្សការសន្និដ្ឋានបើចង់ដេញខ្មោចមិនបាច់ប្រើមន្តអាគមទេគ្រាន់តែជួលធុងបាសយក្សមកចាក់រាំញាក់មុខផ្ទះទៅខ្មោចរត់អស់ហើយ